ធូរទឹកកាលពីសម័យថ្ងៃមួយមានសត្វក្អែកមួយក្បាលកំពុងហោះហើរយ៉ាងឆ្ងាយដោយសារតែអាកាសធាតុក្តៅខ្លាំងពេកក្អែកក៏មានអារម្មណ៍ថាស្រេកទឹកយ៉ាងខ្លាំងរហូតដល់ស្ទើរតែហោះលែងរួចវាបានព្យាយាមហោះរកមើលប្រភពទឹកគ្រប់កន្លែងប៉ុន្តែស្រះទឹកនិងអូរទាំងឡាយបានរីងស្ងួតអស់ទៅហើយរំពេចនោះក្អែកក៏ក្រឡេកឃើញថូទឹកមួយនៅក្បែរផ្ទះរបស់អ្នកស្រុកវាត្រេកអរណាស់ហើយក៏ហោះទៅសម្លឹងមើលក្នុងថូនោះជាអកុសលទឹកនៅក្នុងថូនោះមានតិចតួចពេកហើយថូនោះសោតមានមាត់តូចចង្អៀតដែលធ្វើឲ្យក្អែកមិនអាចលុកចំពុះទៅផឹកទឹកបានឡើយក្អែកមិនអស់សង្ឃឹមទេវាបានគិតក្នុងចិត្តថាខ្ញុំត្រូវតែផឹកទឹកនោះឲ្យបានបើដូច្នេះទេខ្ញុំមុននឹងជាស្លាប់មិនខានវាក៏ព្យាយាមរុញថូនោះឲ្យដួលដើម្បីឲ្យទឹកហូរចេញមកប៉ុន្តែថូនោះធ្ងន់ពេករុញមិនងាកឡើយភ្លាមនោះក្អែកក៏នឹកឃើញគំនិតមួយវាបានហោះទៅពាន់គ្រួសតូចមួយគ្រាប់យកមកទម្លាក់ចូលក្នុងថូទឹកគ្រាប់គ្រួសកាន់តែច្រើនទៅធ្វើឲ្យកម្រិតទឹកនៅក្នុងថូចាប់ផ្ដើមឡើងខ្ពស់បន្តិចម្ដងរហូតដល់មាត់ថូចុងក្រោយក្អែកក៏អាចផឹកទឹកនោះបានយ៉ាងឆ្ងាញ់ពិសានិងមានកម្លាំងហោះហើរទៅមុខបន្តទៀតខ្លឹមសារនៃរឿងការភាពឆ្លាតវៃនិងការប្រើប្រាស់បញ្ញានៅពេលជួបបញ្ហាយើងមិនត្រូវភ័យស្លន់ស្លោឡើយត្រូវចេះប្រើគំនិតដើម្បីដោះស្រាយការតស៊ូមិនបោះបង់ការព្យាយាមម្ដងបន្តិចដូចជាការរើសគ្រាប់គ្រួសម្ដងមួយគ្រាប់នឹងនាំមកនូវជោគជ័យដ៏ធំធេងឧបសគ្គគឺជាមេរៀនទោះបីស្ថានភាពមើលទៅពិបាកយ៉ាងណាក៏តែងតែមានផ្លូវចេញសម្រាប់អ្នកដែលមិនព្រមចុះចាញ់